เรื่องព្រះច័ន្ទនិងទន្សាយមានដំណាលថាកាលព្រះពុទ្ធបរមគ្រូនៃយើងរង្គត់អន្តរជាតិក្នុងវដ្តសង្សារនៅឡើយក្នុងជាតិមួយព្រះអង្គទ្រង់យន្តយកកំណើតជាសត្វទន្សាយនៅថ្ងៃពេញបរមីទន្សាយពោធិសត្វតែងតែសមាទានរក្សាអបោសតសិលដោយឧទ្ទិសជីវិតព្រះអង្គជាទានបរមត្តបរមីដើម្បីបំពេញព្រះពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពោធិនៅថ្ងៃពេញបរមីមួយព្រះឥន្ទទ្រង់ជ្រាបក៏ក្រឡាខ្លួនជាព្រានចាស់មកសុំសាច់ព្រះអង្គធ្វើជាអាហារព្រះពោធិសត្វព្រមបូជាជីវិតដល់ព្រាហ្មណ៍ចាស់ប៉ុន្តែព្រាហ្មណ៍ចាស់បានទូលទៅព្រះអង្គថាខ្ញុំធ្វើបុណ្យរក្សាសិលយូរហើយខ្ញុំមិនដែលសម្លាប់សត្វម្ដងណាឡើយពេលនោះទន្សាយពោធិសត្វក៏បានបង្គាប់ឲ្យព្រានចាស់បង្កាត់ភ្លើងឡើងដើម្បីលោតចូលភ្នក់ភ្លើងសម្លាប់ខ្លួនប៉ុន្តែមុនពេលនឹងលោតព្រះអង្គបានអធិដ្ឋានថាសូមឲ្យព្រះឆាយលក្ខនៃព្រះអង្គទៅប្រតិឋានដិតជាប់នឹងមណ្ឌលព្រះច័ន្ទផងពេលនោះព្រះអង្គក៏លោតចូលភ្នក់ភ្លើងដើម្បីឲ្យសាច់ព្រានចាស់បរិភោគដូចបំណងក្រោយមកដោយអនុភាពនៃទានបរមត្តបារមីនោះផងទើបមានរូបភាពទន្សាយនៅក្នុងមណ្ឌលព្រះច័ន្ទដូចដែលយើងមើលឃើញសពថ្ងៃនេះលុះចំណេការក្រោយមកបណ្ដាជននឹមគ្នារលឹកនឹកកើតដល់ទន្សាយពោធិសត្វនេះទើបមានពិធីបុណ្យអំបុកសំពះព្រះខែគឺសំពះព្រះឆាយលក្ខព្រះពោធិសត្វនេះឯងដោយនឹមគ្នាជ្រើសរើសអាហារជាទីគាប់ចិត្តតម្រូវនឹងអាស្រ័យនៃសត្វទន្សាយមានចេកអំបុកដំឡូងដូងត្រាវជាដើមយកមកឧទ្ទិសថ្វាយជាហូរហែទើបមានទំនៀមទម្លាប់រហូតមកដល់សពថ្ងៃនេះដូច្នេះហើយទើបអ្នកស្រុកនឹមគ្នាធ្វើពិធីអំបុកសំពះព្រះខែនៅថ្ងៃពេញបរមីខែកដិកនេះព្រោះថាជាពេលបំណាច់នៃវស្សាកាលផងនិងជាខែដែលសម្បូរទៅដោយចេកអំបុកដំឡូងដូងត្រាវអំពៅផងដែរ